សូមបន្តិចទៀតទន្ទឹមនឹងលោកបានលើកឡើងបែបនេះថាតើនៅពេលដែលបច្ចេកវិទ្យា AI វាមានការវិវត្តឆាប់រហ័សលឿនបែបហ្នឹងហើយធ្វើឲ្យក្រុមហ៊ុនបាទរោងចក្រសហគ្រាសមួយចំនួនកាត់បន្ថយបុគ្គលិកតើវាអាចប៉ះពាល់ទៅដល់គេថាបុគ្គលិកទេមួយទៀតតើបុគ្គលិកទាំងនោះគួរតែធ្វើខ្លួននឹងត្រៀមលក្ខណៈបែបណាដើម្បីទទួលបានការងារបន្តជៀសវាងការកាត់បន្ថយបុគ្គលិកបាទសំណួរល្អមែនទែនខ្ញុំសូម clarify បន្ថែមទៀតដែរបញ្ជាក់បន្ថែមឬក៏សង្កត់ធ្ងន់បន្ថែមកន្លែងកាត់បន្ថយបុគ្គលិកនេះពីព្រោះកុំឲ្យទស្សនិកជនយើងស្ដាប់ទៅគាត់មានអារម្មណ៍ negative ថាយ៉ាងម៉េចកាត់បន្ថយពាក្យតែកាត់បន្ថយមិនមែនត្រូវបាន apply ជាទូទៅគ្រប់វិស័យនោះទេវិស័យឧស្សាហកម្មមួយចំនួនជាពិសេសនៅក្នុងប្រទេសកម្ពុជាដែលជាប្រទេសពឹងផ្អែកលើវិស័យឧស្សាហកម្មដែលត្រូវការទុនធានឬក៏កម្លាំងពលកម្មច្រើនអង់គ្លេសគេហៅថា intensive labor industry ឧស្សាហកម្មដែលពឹងពាក់លើជំនាញពលកម្មដែលនៅកម្រិតទាបបាទដូចជារោងចក្រកាដេបាទ garment industry ជាដើមរោងចក្រផលិតស្បែកជើងរោងចក្រមួយចំនួនយើងអាចទាន់ប្រើដល់បញ្ញាសិប្បនិម្មិតបានទាំងស្រុងទេបាទតែមានម៉ាស៊ីនទំនើបខ្លះហើយក៏ប៉ុន្តែនៅត្រូវប្រើប្រាស់កម្លាំងពលកម្មច្រើនបាទប៉ុន្តែអានេះគឺជាផ្នែកមួយដែលខ្ញុំចង់បញ្ជាក់ថាសម្រាប់វិស័យដែលឧស្សាហកម្មដែលពឹងផ្អែកទៅលើកម្មករជំនាញតិចឬក៏ជំនាញទាបគឺច្បាស់ណាស់ថាវាមិនទាន់ប៉ះពាល់ជាធំដុំនោះទេប៉ុន្តែទៅមុខច្បាស់ជាទទួលរងប៉ះពាល់ប៉ុន្តែដោយសារវិស័យ creative មួយចំនួនខ្ញុំឧទាហរណ៍នៅក្នុងកិច្ចការងារ marketing ក្នុងកិច្ចការងារលក់ក្នុងកិច្ចការងារធ្វើទីផ្សារក្នុងកិច្ចការងារទៅលើ operation គឺសុទ្ធតែពឹងពាក់ទៅលើបច្ចេកវិទ្យាបាទខ្ញុំជាក់ស្ដែងទៅលើ marketing មកខ្ញុំសូមនិយាយអានេះខ្ញុំពីមុនយើងពិបាកក្នុងការគិតទៅលើ concept ពិបាកក្នុងការផលិតវីដេអូមួយទៅ say script ផលិតជា concept ផលិតជាវីដេអូពិបាកក្នុងការ design graphic ត្រូវការអ្នកជំនាញកាត់តវីដេអូកាលពី18 9ឆ្នាំមុនដែលខ្ញុំផលិតចាប់ផ្ដើមធ្វើវីដេអូមួយថតត្រូវការចំណាយពេលកាត់តដោយដៃផ្ទាល់ដែលប្រើ computer រៀងទំនើបផងដែរអាចដល់2ទៅ3ថ្ងៃវីដេអូខ្លះអាចឈានដល់មួយអាទិត្យប៉ុន្តែនៅជាមួយនឹងវត្តមាននៃ technology ថ្មីចុងក្រោយយើងដឹងដូចជា CapCut ជាដើមយុវជនមួយចំនួនប្រើត្រឹមតែទូរស័ព្ទ smartphone មួយអាចកាត់តវីដេអូដែលចំណាយពេលវីដេអូខ្លះដែលមិនត្រូវការច្នៃប្រឌិត effect អីច្រើនចាយពេលដល់1ម៉ោងទៅ2ម៉ោងផងជាងបងប្អូនសម័យមើលថាតើវាយ៉ាងម៉េចដែរអានេះជារឿង